តាមមេរៀនគឺមានសំណួរជាច្រើនដែលគេបំបែកទូចទៀតដែលយើងត្រូវចេះត្រូវយល់អញ្ចឹងសំពោះមេរៀនយើងរៀនឲ្យយល់សិនមកហើយចាំយកមកទិញសំណួរនេះនិយាយម្ដងហើយម្ដងទៀតតែយើងអត់យកមេរៀនទេមកទិញដូចយើងដឹកកោទៅមើលកុនអញ្ចឹងនិយាយដឹងថាអីគេអាហ្នឹងគេ7ចូលពណ៌នានឹងចូលពណ៌នាអំពីសមិទ្ធផលសង្គមរាស្ត្រនិយម1953ដល់1970វិស័យនយោបាយមានវិស័យនយោបាយវិស័យសេដ្ឋកិច្ចវិស័យអប់រំវប្បធម៌វិស័យសង្គមចំពោះវិស័យនយោបាយប្រារព្ធសមាជាតិធ្វើឲ្យមានការអភិវឌ្ឍជាតិលើគ្រប់វិស័យស្របតាមឆន្ទៈប្រជាជនការអនុវត្តនយោបាយជាក្រិតបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរយៈពេល15ឆ្នាំ1955ដល់1970ស្របពេលដែលប្រទេសជិតខាងជួបទៅនឹងសង្គ្រាមកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិគឺថ្ងៃទី14ធ្នូ1955កម្ពុជាបានឈ្នះក្តីក្នុងរឿងក្តីក្តាំប្រាសាទព្រះវិហារ15មិថុនា1962វិស័យសេដ្ឋកិច្ចចំពោះវិស័យសេដ្ឋកិច្ចគឺមានបែងចែកជាកសិកម្មការអនុវត្តនយោបាយទឹកបានបង្កើតប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងការពង្រីកដីដាំដុះធ្វើឲ្យមានកំណើនទិន្នផលឧស្សាហកម្មកំណើនរោងចក្រឧស្សាហកម្មជាច្រើនដូចជារោងចក្រក្រដាសវិជ្ជាភ័ណ្ឌក្តារបន្ទះស៊ីម៉ងត៍ស្រាបៀរដំឡើងត្រាក់ទ័រហើយនិងបាយកញ្ចៅពាណិជ្ជកម្មនាំចេញនៅផលិតផលកសិកម្មដូចជាស្រូវអង្ករម្រេចកប្បាសបាយក្រចៅធនាគារហិរញ្ញវត្ថុលេចឡើងនៅធនាគារឯកជនជាច្រើននិងប្រាក់រៀលក្លាយជារូបិយវត្ថុជាតិប្រើប្រាស់ជាផ្លូវការចំពោះវិស័យសមាគមគឺមានការសាងសង់ផ្លូវជាតិផ្លូវដែកស្ពានកំពង់ផែអាកាសយានដ្ឋានផ្នែកដ៏ធំមួយទៀតគឺវិស័យអប់រំវប្បធម៌អប់រំសិក្សាធិការបង្កើតសាលារៀនពីទីក្រុងរហូតដល់ជនបទពីមត្តេយ្យដល់ឧត្តមសិក្សាមានកំណើនធនធានមនុស្សផ្នែកកីឡាបង្កើតពហុកីឡាដ្ឋានជាតិពហុកីឡាដ្ឋានតាមខេត្តក្រុងខេត្តស្រុកសាលារៀននិងទីកន្លែងសម្រាប់កីឡាករហ្វឹកហាត់ស្នាក់នៅសាសនាបង្កើតវត្តអារាមជាច្រើននិងពុទ្ធកបឋមសិក្សាដល់មធ្យមសិក្សាសិល្បៈបង្កើតសាលាសិល្បៈរោងមហោស្រពនៅតាមទីរួមខេត្តនិងការធ្វើការជួសជុល5ប្រាសាទបុរាណអភិវឌ្ឍសម្បត្តិវប្បធម៌ចំពោះវិស័យសង្គមសុខភាពជាបញ្ហាចម្បងដូចនេះរដ្ឋាភិបាលបានបង្កើតមន្ទីរពេទ្យជាច្រើនព្រមទាំងចាត់វិធានការចាក់ថ្នាំការពារនិងអនាម័យលំនៅដ្ឋានបង្កើតច្បាប់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមជ្ឈមណ្ឌលអប់រំស្ត្រីពេទ្យាផ្ដល់សិទ្ធិឲ្យស្ត្រីក្នុងការបោះឆ្នោតនិងចូលឈ្មោះបោះឆ្នោតគឺ8មករា1958តែនេះគឺជាគោលនយោបាយជាក្រិតចូលអ្នកពណ៌នានយោបាយជាក្រិតនៅក្នុងរបបសង្គមរាស្ត្រនិយមគោលនយោបាយជាក្រិតគឺជាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយនឹងបណ្ដាប្រទេសនានានៅលើពិភពលោកដោយអ្នកកណ្ដាលមិនប្រកាន់មនោគមវិជ្ជាសេរីមនោគមវិជ្ជាកុម្មុយនីសទេមូលហេតុនៃការអនុវត្តនយោបាយជាក្រិតគឺអនុវត្តទៅតាមសេចក្តីសម្រេចនៃសន្និសីទក្រុងហ្សឺណែវ1954ដែលស្នើដោយចិននិងសូវៀតកម្ពុជាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយនឹងបណ្ដាប្រទេសនានានៅលើពិភពលោកពិសេសជាមួយប្រទេសជិតខាងការពង្រីកនយោបាយជាក្រិតថ្ងៃទី18មិនិនា1955ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌាសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយនឹងលោកនេរុលើសេចក្តីប្រកាសរួមមួយគឺការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពហើយយើងចាប់ផ្ដើមមកនិយាយទៀតថ្ងៃទី18ដល់24ខែមេសា1955ក្នុងសន្និសីទកំពូលនៃទ្វីបអាស៊ីអាហ្វ្រិកនៅក្រុងបាន់ដុងសម្ដេចនរោត្តមសីហនុបានធ្វើសេចក្តីអះអាងពីកម្មវិធីនយោបាយជាក្រិតរបស់កម្ពុជានិងការរួមរស់ជាមួយគ្នាដោយសន្តិភាពថ្ងៃទី14ធ្នូ1955ក្នុងពេលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិតំណាងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីមេគាអជាក្រិតភាពនៃកម្ពុជាថ្ងៃទី1ដល់ទី6កញ្ញា1961សម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញនៃចលនាមិនចូលបកសម្ព័ន្ធនៅប្រទេសយូហ្គោស្លាវី
លទ្ធផលនៃការប្រកាន់នយោបាយជាក្រិតចុះវាមានពីរដំណាក់កាលមានដំណាក់កាលជំហានដំបូងនិងដំណាក់កាលសង្គ្រាមត្រជាក់ដំណាក់កាលជំហានដំបូងមានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រទេសកម្ពុជាមានសុខសន្តិភាពរយៈពេល15ឆ្នាំកម្ពុជាមានឈ្មោះល្បីសុសសាយក្នុងតំបន់ក្រុមអ្នកប្រឆាំងពុំហ៊ានប៉ះពាល់និងទទួលស្គាល់គុណសម្បត្តិនយោបាយជាក្រិតដំណាក់កាលសង្គ្រាមត្រជាក់ឥទ្ធិពលនៃសង្គ្រាមត្រជាក់មហាអំណាចមនោគមវិជ្ជាទាំងពីរបំទុកកម្ពុជាក្នុងមេគាសន្តិភាពមេគាជាក្រិតទេសហរដ្ឋអាមេរិកថៃវៀតណាមខាងត្បូងវៀតណាមខាងជើងធ្វើសកម្មភាពប្រឆាំងទៅនឹងនយោបាយជាក្រិតដែលធ្វើឲ្យកម្ពុជាអនុវត្តគោលនយោបាយជាក្រិតមិនចំទិដៅនិងនាំកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមនេះគឺជាគោលនយោបាយជាក្រិតពេលគេនិយាយថាអ្វីទៅជាគោលនយោបាយជាក្រិតហើយគេឲ្យយើងពណ៌នាគឺយើងឆ្លើយបែបហ្នឹង9ចូលពរនីអំពីសម័យសង្គមរាស្ត្រនិយម1955ដល់1970ការបង្កើតឥឡូវវាមានដូចជាផ្នែកសំខាន់ដែលយើងត្រូវនិយាយគឺយើងនិយាយអំពីការបង្កើតរបបសង្គមរាស្ត្រនិយមគេបង្កើតមិននិយាយអំពីសមាជជាតិនិយាយអំពីនយោបាយជាក្រិតនៅកម្ពុជាសមិទ្ធផលអូខេតោះយើងចាប់ផ្ដើមការបង្កើតរបបសង្គមរាស្ត្រនិយមរដ្ឋធម្មនុញ្ញឆ្នាំ1947បានបញ្ញត្តិអំពីអំណាចព្រះមហាក្សត្រដោយរាល់ទស្សនៈនយោបាយរបស់ព្រះមហាក្សត្រត្រូវដាក់ឲ្យអនុម័តទើបយកទៅអនុវត្តសភាតែងតែជំទាស់រាល់គំនិតទស្សនៈនយោបាយរបស់ព្រះមហាក្សត្របរិជាពុំចង់ឃើញការខ្វែងគំនិតគ្នានិងការបែកបាក់គ្នាក្នុងរង្វង់អ្នកដឹកនាំបរិជាចង់ឲ្យប្រជាជនអ្នកនយោបាយគ្រប់និន្នាការរួបរวมគ្នាស្ថិតក្រោមម្លប់រាជបល្ល័ង្កតែមួយដូច្នេះហើយបានជាព្រះអង្គដាក់រាជ្យនៅថ្ងៃទី3មិនិនា1955ហើយបង្កើតអង្គការសង្គមរាស្ត្រនិយមថ្ងៃទី23មិនិនា1955ដោយចូលរួមបោះឆ្នោតនៅថ្ងៃទី11កញ្ញា1955ទទួលបានជោគជ័យ 83.87% សង្គមរាស្ត្រនិយមនេះក៏បានកើតឡើងនេះគឺជាដើមកំណើតនៃការបង្កើតសង្គមរាស្ត្រនិយមសមាជជាតិជីវិតនៃការលទ្ធិប្រជាធិបតេយ្យដែលតម្រូវឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអ្នកនយោបាយគ្រប់និន្នាការនឹងចូលរួមបញ្ចេញមតិយោបល់ជាមួយនឹងថ្នាក់ដឹកនាំដើម្បីប្រយោជន៍ជាតិរួមសមាជជាតិត្រូវបានប្រព្រឹត្តឡើងមួយឆ្នាំពីរដងដោយទទួលបានផ្លែផ្កាជាវិជ្ជមាននយោបាយអាជីវកម្មនៅកម្ពុជាផ្នែកសំខាន់ទៀតហើយគោរពតាមស្មារតីសន្តិសិទ្ធិក្រុងហ្សឺណែវ1954ដើម្បីរក្សាសន្តិភាពនៅកម្ពុជាដើម្បីរួមរស់ដោយសន្តិសហវិជ្ជមានសន្តិភាពរយៈពេល15ឆ្នាំទប់ទល់ទៅនឹងសង្គ្រាមត្រជាក់បានឥទ្ធិពលនៃសង្គ្រាមត្រជាក់ធ្វើឲ្យនយោបាយជាក្រិតដួលរលំអានេះគឺយើងនិយាយអំពីនយោបាយជាក្រិតនៅកម្ពុជាហ្នឹងសមិទ្ធផលមានការរីកចម្រើនលើគ្រប់វិស័យដូចជាវិស័យនយោបាយការប្រារព្ធសមាជជាតិធ្វើឲ្យមានការអភិវឌ្ឍជាតិលើគ្រប់វិស័យស្របតាមឆន្ទៈប្រជាជនការអនុវត្តនយោបាយជាក្រិតធ្វើឲ្យប្រទេសជាតិបានសុខសន្តិភាពរយៈពេល15ឆ្នាំកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិថ្ងៃទី14ធ្នូ1955កម្ពុជាបានឈ្នះក្តីក្តាមក្នុងរឿងប្រាសាទព្រះវិហារ15មិថុនា1962រីកចម្រើនផ្នែកកសិកម្មពាណិជ្ជកម្មឧស្សាហកម្មនិងភាពរីកចម្រើនផ្នែកអាហារនិហរណមនោគមគមនាគមន៍ផ្លូវទឹកគោកអាកាសវិស័យធនាគារប្រាក់រាយត្រូវបានចរាចរណ៍នៅទូទាំងប្រទេសវិស័យវប្បធម៌រីកចម្រើនផ្នែកសិក្សាធិការកីឡាសិល្បៈសង្គមគិច្ចផ្ដោតពីបញ្ហាគឺបញ្ហាសុខាភិបាលនិងការអនុវត្តច្បាប់